យើងធ្លាប់ធ្វើម៉ូតផ្លែប៉ោមហើយតោះឥឡូវនេះយើងមកធ្វើម៉ូតផ្លែកូលែនម្ដងនិយាយទៅអ្នកដែលគាត់ចូលចិត្តញ៉ាំកូលែនណាគឺមើលទៅគឺដូចមែនតើអញ្ចឹងជាដំបូងគឺយើងត្រូវយកជែសូនរបស់យើងអាចយកពណ៌សដើម្បីយើងងាយស្រួលតាប់ពណ៌ឲ្យដូចផ្លែឈើផ្លែកូលែនរបស់យើងអញ្ចឹងណាអញ្ចឹងពណ៌ដែលយើងដាក់ហ្នឹងមានទាំងពណ៌លឿងមានទាំងពណ៌បៃតងមានទាំងពណ៌រៀងទឹកក្រូចរៀងផ្កាឈូកអីអញ្ចឹងណាដើម្បីឲ្យពណ៌រៀងមិចចូលគ្នាហើយសម្រាប់ជែសូននៅពេលដែលយើងដាក់ហ្នឹងគឺយើងអាចយកឈើហ្នឹងធ្វើឲ្យវារៀងរួញបន្តិចឲ្យដូចសបកផ្លែគូលែនអញ្ចឹងណាអញ្ចឹងបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមធ្វើផ្លែគូលែនមួយទៀតដែលយើងបកសបកអញ្ចឹងនៅពេលដែលយើងអាចយកជែថ្លាហ្នឹងជែសូនថ្លាដាក់ជាមួយនឹងពណ៌រៀងសទឹកបាយបន្តិចអញ្ចឹងមកហើយយើងចាប់ផ្ដើមដាក់នៅលើកញ្ចក់របស់យើងហើយយើងយកពណ៌សមកធ្វើជាសបកផ្លែគូលែនដូចមិញអញ្ចឹងហើយនិយាយទៅយើងសូនមេឃទៅហើយនឹងដាក់ស្លឹកបន្តិចទៅគឺរួចរាល់ហើយអញ្ចឹងកុំភ្លេចអនុវត្តធ្វើទាំងអស់គ្នាណា